ហើយ WBC នេះគ្រាន់តែយើងចូលពលានមិញយើងឃើញគ្រាន់តែយើងគ្រាន់ដោះផ្លាកពឹបគេឃើញ WBC គុណខ្មែរគេស្គាល់បាទបរទេសចាប់ដើមទាញទូរស័ព្ទថតទៀតខ្លួនបាទ ប្រិមិត្តជាទីមេត្រីលោកអុកញ៉ាស្រីចន្ទថនបានបញ្ជាក់ថាលោកពិតជារំភើបណាស់ដែលលោកអាចធ្វើបានខ្មែរយើងធ្វើបានហើយបងប្អូនពាក្យ WBC គុណខ្មែរសូមបងប្អូនទាំងអស់គ្នាជួយលើកទឹកចិត្តផងថ្ងៃនេះខ្ញុំបានមកដល់មាតុភូមិវិញហើយថែមទាំងនាំយកខ្សែក្រវ៉ាត់ WBC គុណខ្មែរជូនបងប្អូនជាទីគោរពស្រឡាញ់ហើយក៏សូមអរគុណដល់បងប្រុសស្រីរាជបុត្រដែលបានជួយសម្របសម្រួលរហូតទទួលបានជោគជ័យសូមទស្សនានិងស្ដាប់បទសម្ភាសន៍លោកអុកញ៉ាស្រីចន្ទថនបញ្ជាក់ពីខ្សែក្រវ៉ាត់ WBC គុណខ្មែរដូចតទៅបងប្អូនដឹងហើយក្នុងរយៈពេលមួយខែគឺមានកម្មវិធីច្រើនបាទនេះហើយជំរុញឲ្យបេះដូងស្ថាប័នធំគាត់ចាប់ដើមងាកមើលមកគុណខ្មែរយើងបាទហើយយើងបង្ហាញពីអត្តសញ្ញាណពីដូនតាយើងដែលមានចរិតចានៅក្នុងផ្ទាំងថ្មហ្នឹងគឺបង្ហាញឲ្យគាត់ពីក្បាច់គុណដើមរបស់យើងដែរជំហានទី1បានដាក់ពាក្យខ្សែក្រវ៉ាត់នេះបងប្អូនគុណខ្មែរហើយមានប្រសាទអង្គរនេះគឺប្រាប់ការ design សិនណាគឺស្ថាប័នធំគេ design ឲ្យមកតែម្ដងបាទតាមពណ៌ទង់ជាតិតែបងប្អូនឆ្ងល់មិនក៏មិនមែនពណ៌ស៊ីនផងវានេះគឺជាពណ៌តំណាងទង់ជាតិខ្មែរយើងហើយជាខ្សែក្រវ៉ាត់ដំបងនេះដំបងទេពាក់ក្រោយយើងអាចយកពណ៌ដូចផុនគេបានបាទហើយចំពោះជំហានទី1នេះគឺយើងនឹងមានព្រឹត្តិការណ៍ធំមួយនៅថ្ងៃទី14ថ្ងៃថ្ងៃចូលឆ្នាំបាទហើយតំណាងស្ថាប័នធំគេនឹងចូលរួមបាទមកជាង19នាក់ទាំងដៃគូហ្វីលីពីន2គូទៅតាមខ្សែក្រវ៉ាត់សកលបាទនឹងចូលរួមដែរហើយពេលហ្នឹងគឺយើងប្រកួតដើម្បីដណ្ដើមខ្សែក្រវ៉ាត់គុណខ្មែរ2គូដើម្បីជាចំណងមិត្តភាពហើយឲ្យតំណាងស្ថាប័នគេបានឃើញបាទបន្ទាប់មកជំហានទី2ទៀតយើងនឹងចាត់ចែងមានការប្រជុំដើម្បីរៀបចំការងារប្រកួតនៅក្រៅប្រទេសហើយព្រឹត្តិការណ៍ក្នុងប្រទេសមួយឆ្នាំមានប្រមាណដងអានឹងចាំខ្ញុំលម្អិតតាមក្រោយបងប្អូនមហាជនប្រហែលជាចង់ខ្លាំងណាស់បើខ្ញុំតាមមើលការខមមិនការប៉ងប្រាថ្នាគឺចង់ឲ្យមានទង់ជាតិខ្មែរយើងនៅក្នុងទង់ជាតិប្រទេសទាំងអស់មាន100ជាងទង់ជាតិបាទ100ជាងទង់ជាតិហើយប្រទេសខ្មែរក៏យើងមានដែរនៅtrongនេះបាទចំនេះដែលយើងវគ្គមុនហ្នឹងគឺយើងមានព្រឹត្តិការណ៍វគ្គមុនដែលយើងប្រកួតនៅ start អូឡ িম্প ិកហ្នឹងគឺជំហានទី1ដូចខ្ញុំបានប្រាប់ជំហានទី1ដើម្បីឲ្យស្ថាប័នគេមកមើលការរៀបចំផងយើងយកចិត្តទុកដាក់សំខាន់គឺគាត់មកស្រុកខ្មែរគាត់ទទួលអារម្មណ៍ថាកក់ក្ដៅចំណុចថាកក់ក្ដៅគឺថាប្រទេសយើងមានសុខសន្តិភាពក្រោមការដឹកនាំរបស់សម្ដេចធិបតីបាទសម្ដេចពុកបន្ទាប់មកគាត់ក៏ចូលមកមានការទទួលការញ៉ាំស្នាក់នៅជាហេលីកូបទ័រទៅមើលប្រាសាទអង្គរវត្តយើងទៅមើលក្បាច់គុណតាមប្រាង្គប្រាសាទផងយើងបាទហើយមានការប្រកួតទៀតគាត់ចាប់ផ្ដើមទទួលយកហើយចន្លោះពេលហ្នឹងគឺយើងនៅចរចាលក្ខខណ្ឌសុំគាត់បាទសុំមកគាត់មានវីដេអូមួយដែរគាត់មានវីដេអូគាត់ថាគាត់នឹងមកស្រុកខ្មែរយើងបាទមកផ្សព្វផ្សាយផងហើយគាត់នឹងប្រកាសឲ្យពិភពលោកស្គាល់តែម្ដងបាទហ្នឹងស្ថាប័នធំបាទហ្នឹងខ្ញុំនិយាយអ្វីដែលការពិតហើយកម្រិតណាខ្ញុំប្រាប់តែកម្រិតហ្នឹងលើសពីហ្នឹងខ្ញុំអត់និយាយណាបាទថ្ងៃទី14ចំថ្ងៃចូលឆ្នាំតែម្ដងយើងធ្វើនៅកតុយនេះក្រុងរសេនុហ្នឹងគឺយើងមានទាំងអស់8គូកីឡាករខ្មែរប៉ះសិតបរទេសទាំងអស់បាទតែ2គូដែលយើងចាប់ឆ្នោតទៅគឺមាន2នាក់ដែលត្រូវប្រកួតទៅតាមខ្សែក្រវ៉ាត់គុណខ្មែរបាទតែចំពោះកីឡាករបរទេសហ្នឹងចាំ poster នឹងចេញប្រាប់ទៅបងប្អូនពេលក្រោយបាទតែគាត់ណាបញ្ជាក់ថាការរៀបចំនេះគឺយើងសម្រិតសម្រាំងខ្លាំងណាស់បាទតែសំណូមពរថាការប្រកួតនេះឧទាហរណ៍បើខ្សែក្រវ៉ាត់បានទៅលើគេក៏យើងគួរសប្បាយចិត្តទៅដោយសារខ្សែក្រវ៉ាត់នេះគឺទៅចាប់ដើមសបផ្សាយទៅហើយ WBC នេះគ្រាន់តែយើងចូលពលានមិញយើងឃើញគ្រាន់តែយើងគ្រាន់ដោះផ្លាកពឹបគេឃើញ WBC គុណខ្មែរគេស្គាល់បាទបរទេសចាប់ដើមទាញទូរស័ព្ទថតទៀតខ្លួនបាទហ្នឹងហើយជាកត្តាដែលយើងបញ្ជ្រាបគុណខ្មែរទៅលើខ្សែក្រវ៉ាត់នេះដើម្បីផ្សព្វផ្សាយទៅក្រៅប្រទេសបាទចាប់កីឡាករប្រកួតនឹងមាន2នាក់ហើយប្រកាសថ្ងៃហ្នឹងក៏មានឈឿនអ្វីហើយនឹងសុខធីបាទដែលទៅប្រកួតទៅតាមខ្សែក្រវ៉ាត់បាទតែបះចំជនជាតិអីយើងអត់ទាន់បញ្ជាក់ចាំ poster ចេញតាមតខ្សែក្រវ៉ាត់នៅពិភពលោកយើងវាមាន4ខ្សែតែខ្សែក្រវ៉ាត់នេះជាខ្សែក្រវ៉ាត់សកលតែយើងអាចដាក់ពាក្យគុណខ្មែរបានបើថាយើងឲ្យកូនខ្មែរទាំងអស់គ្នាហ្នឹងមកដណ្ដើមឬក៏ប្រកួតតំណាងឲ្យគុណខ្មែរគឺប្រកួតតំណាងខ្សែក្រវ៉ាត់ហ្នឹងឲ្យខាងបានថាប្រទេសខាងក្រៅហ្នឹងជុំវិញពិភពលោកហ្នឹងមកប្រកួតដណ្ដើមយកខ្សែក្រវ៉ាត់នេះទៅយកវិញអញ្ចឹងណាបងអញ្ចឹងហើយបានក្នុងន័យហ្នឹងថាខ្សែក្រវ៉ាត់នេះគឺយើងប្រកួតមិនលក្ខណៈក្នុងស្រុកឬក៏ខ្សែក្រវ៉ាត់អីគឺតំណាងឲ្យគុណខ្មែរតែម្ដងពិភពលោកបាទជុំពិភាក្សាគ្នាជាមួយស្ថាប័នធំដើម្បីរៀបចំផែនការ
ទាំងគណៈកម្មការគេក៏អញ្ជើញមកដែរដើម្បីពង្រៀនជាមួយនឹងសហព័ន្ធគុនខ្មែរអន្តរជាតិអាដាមមានរាគាត់បានចូលរួមហើយយើងត្រូវសហការគ្នាដើម្បីខាងគេនឹងមកគេហៅវគ្គបណ្ដុះបណ្ដាលបរិញ្ញាដើម្បីបង្កើតជាគណៈកម្មការអន្តរជាតិមួយអញ្ចឹងពេលដែលយើងចេញទៅក្រៅគឺគណៈកម្មការយើងអមកីឡាករទៅបាទអញ្ចឹងខ្សែក្រវ៉ាត់ក៏ដូចគ្នាដែរវាមានប្រភេទគីឡូហើយខ្សែក្រវ៉ាត់សំបញ្ជាក់ផងគឺយើងអត់អាចដាក់ផលិតផលអីបានទេគឺបានវាជាលក្ខណៈអន្តរជាតិបាទសកលលោកអញ្ចឹងចំណុចនេះមួយគឺយើងនៅរក្សាតម្លៃខ្សែក្រវ៉ាត់នេះឲ្យខ្ពស់បំផុតបាទថាបាននេះបើនិយាយទៅវាទូលំទូលាយវាធំសម្រាប់ងាយនឹងការផ្សព្វផ្សាយទៅក្រៅប្រទេសដែលមានស្ថាប័នបងឃើញទង់ជាតិនេះបាទអញ្ចឹងថាស្ថាប័នធំប្រកាសគឺ100ប្រទេសនោះទទួលស្គាល់បាត់ទៅបាទបាទប្រិយមិត្តជនយើងឥឡូវនេះលោកអង្គការស្រីចន្ទថនបាទបាននាំមកខ្សែក្រវ៉ាត់ UBC ដែលផ្សំជាមួយនឹងទង់ជាតិរបស់ព្រះរាជាណាចក្រកម្ពុជារបស់យើងមកដល់ប្រលានយន្តហោះអង្គរចិនតុងហើយបាទ